សោពងញីគាត់អត់ល្អដើមមកអត់ទៀងទាត់ពងញីគាត់អត់រីកលូតលាស់អាហ្នឹងសិតតែជាបញ្ហាដែលស្ត្រីពិបាកក្នុងការមានកូនផលវិបាកអីខ្លះក្នុងការធ្វើយើងពិបាកមានកូនហើយនឹងយើងត្រូវត្រៀមលក្ខណៈអីខ្លះតកតងជាមួយនឹងស្ត្រីដែលគាត់ពិបាកក្នុងការមានកូនមួយចែកជា4ធំធំគឺតកតងជាមួយនឹងផ្លូវដែលគាត់ចូលបើមានការបង្ករោគមានបញ្ហាផ្សេងមានការរាំងស្ទះគឺធ្វើឲ្យគាត់ពិបាកក្នុងការមានកូននេះហើយទី2គឺតកតងជាមួយនឹងតួស្បូនរបស់គាត់កន្លែងបកកំណើតបើវាមានបញ្ហាស្អិតទឹកដក់ឬមួយស្ទាត់ស្បូនគាត់អត់ល្អហ្នឹងសិតតែប៉ះពាល់ទៅដល់ការមានកូនទី3តកតងមួយដៃស្បូនរបស់គាត់ដូចគ្នាបើសិនបើដៃស្បូនរបស់គាត់នឹងវាមានបញ្ហាត្បៀតឬមួយក៏មានបញ្ហាការបង្ករោគក៏គាត់ប្រឈមមុខជាមួយនឹងវិបត្តិការបាក់មានកូនហើយចុងក្រោយតកតងមួយកសោពងញីគាត់អត់ល្អដើមមកអត់ទៀងទាត់ពងញីគាត់អត់រីកលូតលាស់អាហ្នឹងសិតតែជាបញ្ហាដែលស្ត្រីពិបាកក្នុងការមានកូនប្រសិនបើស្ត្រីចង់ត្រៀមក្នុងការយកកូនគាត់គួរតែទៅឆែកពិនិត្យសុខភាពទាំងគ្រួសារតែម្ដងមើលឲ្យហើយយើងត្រៀមរបបអាហារត្រឹមត្រូវសម្រាប់គេងកាត់បន្ថយអាហារណាដែលយើងមិនគួរញ៉ាំហើយញ៉ាំវីតាមីនបំប៉នសុខភាពទាំងប្តីទាំងប្រពន្ធទៅព្រោះកត្តាទាំងអស់ហ្នឹងវាជួយឲ្យយើងហើយនឹងកូនមានសុខភាពល្អហើយកូនដែលប្រកបកំណើតនោះក៏មានសុខភាពល្អអត់ងាយប្រឈមមុខជាមួយនឹងបញ្ហារលូតឬគំរាមរលូតទេ